បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃសៅរ៍នេះមានការប្រកួតចំនួន6គូបាទ6គូនឹងមានម៉ោង10បាទ2គូម៉ោង4ព្រឹកហ្នឹងបាទចូលថ្ងៃអាទិត្យហ្នឹង2គូនិងម៉ោង6កន្លះបាទមានចំនួន2គូដែរគូទី1អេស៊ីបជាមួយនឹងអ៊ីរ៉ានបាទគូនេះខ្ញុំគិតថាអេស៊ីបអាចនឹងធ្វើបានល្អជាងហើយក្រុមទាំងពីរត្រូវការឈ្នះដូចគ្នាអញ្ចឹងជាលទ្ធផលនេះបងប្អូនបាទខ្ញុំបាទសូមទូទាយលឿនតែម្ដងខ្ញុំគិតថាអេស៊ីបមាន2គ្រាប់អ៊ីរ៉ានអាចមាន1គ្រាប់ដល់ហើយមួយគូទៀតលេងមក10តារាងនេះដែរញូហ្សេឡង់ជាមួយនឹងបែលហ្សិកអូបាទគូនេះញូហ្សេឡង់តែទៅទុកបែលហ្សិកមិនជាប់ទេបាទញូហ្សេឡង់ប្រហែលជាមិនមានគ្រាប់ទេហើយបែលហ្សិកបាទអាចមាន2គ្រាប់ដល់ហើយមួយគូទៀតលេងម៉ោង4បាទម៉ោង4ថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យបាទគឺជាការជួបគ្នារវាងក្រុមជំនឿជាតិក្រូអាតជាមួយនឹងហ្គាណាក្រុមពីរនេះក៏ត្រូវការប្រកួតដូចគ្នាប៉ុន្តែក្រូអាតគេមានបបិសោតក្នុងព្រឹត្តិការណ៍ FIFA World Cup នេះច្រើនដងជាងហើយល្អជាងអញ្ចឹងសម្រាប់ការប្រកួតខ្ញុំគិតថាក្រូអាតបាទអាចនឹងមាន2គ្រាប់ហ្គាណាអាចនឹងមាន1គ្រាប់ចូលដល់គូទី4បាទគូទី4លេងដំណើរគ្នាដែរមក4មកពួកយើងបាទគឺជាការជួបគ្នារវាងក្រុមប៉ាណាម៉ានិងអង់គ្លេសលើកនេះអង់គ្លេសប្រហែលជាមិនមែនជាតោកដាស់ទេបងប្អូនហើយអង់គ្លេសអាចនឹងមាន3គ្រាប់ប៉ាណាម៉ាអាចនឹងមាន1គ្រាប់បាទគូទី5បាទដែលលេងម៉ោង6កន្លះនៅថ្ងៃអាទិត្យបាទគឺជាការជួបគ្នារវាងក្រុមយុវជាតិកូឡុំប៊ីនិងប៉ូទុយហ្គាល់គូនេះក៏រឹតតែជក់ចិត្តទៀតដែរបាទខ្ញុំគិតថាកូឡុំប៊ីគឺមិនទៅធ្វើបានល្អឈរទៅលើកម្ពុជាតារាងប៉ុន្តែប៉ូទុយហ្គាល់អាចនឹងឆក់បាន3ពិន្ទុអញ្ចឹងជាលទ្ធផលខ្ញុំគិតថាកូឡុំប៊ីអាចមាន1គ្រាប់និងប៉ូទុយហ្គាល់អាចមាន2គ្រាប់និងគូចុងក្រោយបាទសម្រាប់ព្រឹកថ្ងៃអាទិត្យបាទពេលព្រឹកថ្ងៃអាទិត្យវេលាម៉ោង6កន្លះហើយបាទគូទីនេះគឺកុងហ្គោជាមួយនឹងអូបេគីស្ថានបាទអូបេគីស្ថានគឺអរគុណជំរាបលាតែកុងហ្គោក៏ត្រូវការឈ្នះបាទគូនេះខ្ញុំគិតថាការប្រកួតប្រកាសជាស្វិតស្វាញដូចគ្នាហើយគ្រាប់ក៏មានតិចទេមិនមានច្រើនទេបាទខ្ញុំគិតថាអូបេគីស្ថានគឺមិនមានគ្រាប់ទេប៉ុន្តែកុងហ្គោនឹងមានមួយគ្រាប់ចុះបងប្អូនយើងឃើញមិនដែរបាទសម្រាប់6គូថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យហ្នឹងបាទបងប្អូនអាចខមមិននៅខាងក្រោមបាន